Ôn dương miền đầy sài bị đồng nâng plư sài mùi dương miền bong ôn bảy nhẹ đôi chné trong chom nóm đầy sài tặng bị đồng ní mùi chia rồi bọc bóng mùi tiết chia rồi bọc là lìn trong này plư sài đèn nở sál cứ chia rồi bọc ôn phứ câu là ô hô thì càng xâm ra cho đó là ôn na nhóm dồn rồm tôm đun rương bong ôn bay nè bay chạy drop sầm bạc nìរីនេះត្រៀនក៏មានបងប្អូន3នាក់រស់នៅបងធំឈ្មោះពីម៉ាបងកណ្ដាលឈ្មោះឡាលីននិងអូនប្រុសឈ្មោះអូឡាពុករបស់ពួកគេបានចែកឋានទៅហើយបងប្អូនទាំង3នាក់ក៏បានរៀបការអស់ហើយដែរថ្ងៃនេះបងប្អូនទាំង3នាក់កំពុងធ្វើការចែកទ្រព្យសម្បត្តិរបស់ឪពុកមើលចោះបងប្អូនបងជាបងធំដូច្នេះបងនឹងធ្វើការចាត់ចែងបែងចែកពួកឯងព្រមព្រៀងទេបងប្រុសខ្ញុំជាកូនកណ្ដាលបងនិយាយយ៉ាងណាក៏ដោយគឺខ្ញុំទទួលយកទាំងអស់អញ្ចឹងល្អហើយដំបូងយើងបែងចែកដីស្រែសិនមើលចុះបងប្អូនយើងមានដីស្រែ2ដុំនិងភ្លឺស្រែ1យើងមានបងប្អូន3នាក់ដូច្នេះក្នុងចំណោមដីស្រែទាំង2ដុំនេះមួយជារបស់បងមួយទៀតជារបស់ឡាលីនចំណែកភ្លឺស្រែដែលនៅសល់គឺជារបស់ប្អូនពៅកូឡាអូហូជាការសម្រេចចិត្តដ៏ល្អណាស់បងប្រុសខ្ញុំយល់ព្រមចុះឯងវិញកូឡាឯងស្ងាត់ឈឹងចឹងតែឯងមិនព្រមមែនទេបងប្រុសអ្វីដែលបងនិយាយគឺខ្ញុំយល់ព្រមទាំងអស់ល្អណាស់ឥឡូវដល់វេនដាំស្វាយដែលឪពុកបានដាំទៅតាទៅមើលដើមស្វាយទាំងអស់គ្នាមើលចុះបងប្អូននេះជាដើមស្វាយយើងបែងចែកវាទៅវាមានមេឃ2និងគល់1ក្នុងចំណោមមេឃទាំងពីរនេះមេឃមួយជារបស់ខ្ញុំឯមេឃមួយទៀតជារបស់ឡាលីនចំណែកគល់និងឫសគឺជារបស់កូឡាល្អណាស់បងប្រុសការសម្រេចចិត្តនេះខ្ញុំក៏យល់ព្រមដែរបងជាចាស់ទុំខ្ញុំជាប្អូនពៅតើខ្ញុំហ៊ានប្រកែកជាមួយបងយ៉ាងម៉េចទៅខ្ញុំក៏យល់ព្រមដែរបងប្អូនទាំង3នាក់ដើរមកដល់ផ្ទះដើម្បីបែងចែកផ្ទះបន្តឥឡូវដល់វេនផ្ទះនេះហើយផ្ទះនេះមានបន្ទប់4និងដំបូល1 2បន្ទប់ជារបស់ខ្ញុំ2បន្ទប់ទៀតជារបស់ឡាលីនចំណែកដំបូលដែលនៅសល់គឺជារបស់កូឡាតាមរយៈការសម្រេចចិត្តនេះកូឡាខូចចិត្តយ៉ាងខ្លាំងប៉ុន្តែដោយសារគោរពបងធំគាត់មិនហ៊ាននិយាយអ្វីដែរការបែងចែកផ្ទះក៏បានបញ្ចប់ទៅបងប្រុសក្រៅពីដីស្រែដើមឈើនឹងផ្ទះនៅមានរបស់មួយយ៉ាងទៀតដែលបងភ្លេចអូឡាលីនតើរបស់សំខាន់អ្វីដែលខ្ញុំភ្លេចទៅឯងជួយរំលឹកខ្ញុំមើលពីម៉ាចូលទៅក្នុងផ្ទះយកឆ្នាំងដីមួយដែលមានកាក់ពេញក្នុងនោះមានទាំងកាក់សម័យនិងកាក់បុរាណមើលចុះបងប្អូនក្នុងនេះមានកាក់ពីរប្រភេទមួយប្រភេទជាកាក់ដែលកំពុងប្រើសពថ្ងៃចំណែកមួយប្រភេទទៀតជាកាក់តាំងពីជំនាន់ដូនតារបស់យើងមកម្លេះវាចាស់ណាស់ហើយធ្វើពីលោហៈចម្លែកចុះបងនឹងបែងចែកកាក់នេះយ៉ាងម្ដេចដែរដាបចោកាក់ទាំងអស់ដែលប្រើប្រាស់បានក្នុងសម័យនេះនឹងជារបស់ខ្ញុំនិងឡាលីនចំណែកកាក់ចាស់បុរាណទាំងនោះគឺជារបស់ភូមាមើលចោះភូឡាកាក់បុរាណនេះសល់តែ4កាក់ប៉ុណ្ណោះឯងយកវាទៅចោះបងប្រុសបងយកប្រាក់កាក់ទាំងអស់ទៅហើយបើព្រំលិខិតរបស់ខ្ញុំមានត្រឹមតែ4កាក់នេះខ្ញុំក៏ទទួលយកដែរខណៈពេលភូឡាកំពុងកាន់កាក់4ដើរចូលក្នុងផ្ទះបងធំក៏គាត់ភូឡាឯងឈួតមែនទេឯងមិនឮទេអីថាគេបែងចែករួចហើយផ្ទះនេះជារបស់ពួកយើងឯងបានចំណែកត្រឹមតែដំបូលទេឯងទៅរស់នៅលើដំបូល
ស្បូវនោះទៅឯងមិនអាចនៅក្នុងផ្ទះនេះបន្តទៀតទេផ្ទះនេះជារបស់ពួកយើងទាំងពីរនាក់វិញបងប្រុសហេតុអីបងនិយាយអញ្ចឹងតើឲ្យខ្ញុំទៅរស់នៅឯណាខ្ញុំទើបតែរៀបការថ្មីតើឲ្យខ្ញុំនៅឯណាទៅបងរឿងនឹងឯងត្រូវតែគិតតាំងពីពេលកំពុងបែងចែកម្លេះឥឡូវហួសពេលហើយបងទាំងពីរបានរុញច្រានភូមិឡានិងប្រពន្ធចេញពីផ្ទះប្តីប្រពន្ធទាំងពីរបានទៅសង់តូបតូចមួយរស់នៅបែរស្រះទៅក្នុងភូមិអោព្រះអើយតើមានរឿងអ្វីកើតឡើងចំពោះពួកយើងផ្ទះក៏គ្មានដីក៏គ្មានតើនឹងរស់នៅយ៉ាងម៉េចទៅសូម្បីតែបាយមួយពេលក៏រកមិនបានផងនោះអ្នកឯងចេះតែយំទៅព្រោះតែអ្នកឯងឆោតពេកហ្នឹងហើយទើបខ្ញុំត្រូវមកពិបាកជាមួយមកពីអ្នកឯងចេះតែបងធំហ្នឹងហើយទើបលទ្ធផលចេញមកអញ្ចឹងបាទម៉ាពួកគាត់ជាបងប្រុសរបស់ខ្ញុំតើឲ្យខ្ញុំទៅតវ៉ាជាមួយពួកគាត់យ៉ាងម៉េចទៅចុះបងប្រុសអ្នកឯងមានគិតដល់ប្អូនខ្លះទេគេយកអស់ហើយចំណែកអ្នកឯងបានអីខ្លះដីស្រែបានត្រឹមភ្លឺស្រែដើមឈើបានត្រឹមគល់ផ្ទះបានត្រឹមដំបូលហើយលុយកាក់បានត្រឹមតែកាក់ចាស់4ហ្នឹងឥឡូវខ្ញុំធ្វើម៉េចខ្ញុំគ្មានសល់អ្វីទេប៉ាតម៉ាខ្ញុំនឹងយកកាក់ចាស់នេះទៅជួបមេភូមិក្រែងលោគាត់អាចដូរជាកាក់ថ្មីឲ្យយើងខ្លះភូមិឡាទៅជួបមេភូមិអូគូឡាមានការអីបានមកទីនេះលោកមេភូមិខ្ញុំមានកាក់4នេះតើលោកអាចដូរជាកាក់ថ្មីឲ្យខ្ញុំបានខ្លះទេពូឡាអើយកាក់នេះវាគ្មានតម្លៃទេគេលេងប្រាហើយតើអ្នកណាគេដូរឲ្យឯងពិតជាឆោតមែនតំដូចពាក្យគេថាឈ្មោះភូឡាដែលប្រែថាអ្នកស្លូតត្រង់អ្នកឆោតនឹងហើយអោព្រះអើយខ្ញុំវិនាសអស់ហើយពូឡាខ្ញុំបានឮរឿងបែងចែកទ្រព្យសម្បត្តិរបស់បងប្អូនឯងដែរខ្ញុំមានអារម្មណ៍មិនល្អសោះបងឯងគិតអាក្រក់ណាស់យកអញចេះចោះចាប់ពីស្អែកទៅឯងនិយាយនឹងប្រពន្ធមកធ្វើការនៅស្រែខ្ញុំចោះខ្ញុំនឹងឲ្យថ្លៃឈ្នួលឯងច្រើនជាងគេហើយកាក់4នេះទុកជាប់ខ្លួនទៅក្រែងវាជាសំណាងរបស់ឯងភូមិឡានិងប៉ាតម៉ាចាប់ផ្ដើមធ្វើការឲ្យមេភូមិរហូតដល់រដូវប្រមូលផលឆ្នាំនេះស្រូវយើងល្អណាស់យើងនឹងមានលុយកាក់ច្រើនទិញមាសទិញអីទុកពូឡាយកចប់មកហើយដើរតាមខ្ញុំមកកុំសួរច្រើនដើរមកអ្នកទាំងពីរដើរមកដល់ភ្លឺស្រែដែលជាចំណែករបស់ខ្លួននេះជាភ្លឺស្រែយើងតែក្បែរនឹងគឺជាស្រែរបស់បងខ្ញុំដែលសម្បូរទៅដោយទឹកនិងស្រូវល្អព្រោះអញ្ចឹងហើយទើបខ្ញុំឲ្យអ្នកឯងមកទីនេះឥឡូវកាប់បំផ្លាញភ្លឺស្រែនេះចោលអស់ទៅតើឯងនិយាយអីហ្នឹងបើធ្វើអញ្ចឹងស្រូវរបស់បងខ្ញុំនឹងត្រូវវិនាសអស់មិនខានភ្លឺស្រែជារបស់យើងចង់ទុកឬចង់កាប់ចោលជាសិទ្ធិរបស់យើងភូមិឡានិងប៉ាតម៉ាក៏កាប់កំទេចភ្លឺស្រែចោលអស់ទៅធ្វើឲ្យទឹកហូរចេញពីស្រែបងរហូតដល់ស្រូវត្រូវខូចខាតអស់ព្រឹកឡើងទីម៉ានិងឡាលីនមកដល់ស្រែអោព្រះអើយវិនាសអស់ហើយអ្នកណាហ៊ានកាប់លឺស្រែយើងបើមានលឺស្រែដែលយើងយកទឹកឯណាស្រោចស្រពត្រូវប្រកាសជាគូឡាហើយដែលធ្វើរឿងនេះអីទេបើស្រូវខូចអស់យើងនៅមានដើមស្វាយតើចាំ10ទៅ15ថ្ងៃទៀតស្វាយទុំយើងនឹងយកទៅលក់បានលុយច្រើន
យប់ឡើងប៉ាតម៉ានិងភូមិឡាកាន់ពូថៅទៅដល់ដើមស្វាយ ដើមស្វាយនេះមែជារបស់បងឯងតែកុំភ្លេចថាគល់និងឫសជារបស់យើងចង់កាប់គល់យើងចោលវាជាសិទ្ធិរបស់យើង ទាំងពីរក៏កាប់គល់ស្វាយនោះដួលចោលភ្លាម